ok số giấy nhỏ nè đợt chi cam chân hiểu mà nháy nè đợt sao ta bánh ha chanel này chụp tới chanel mới được pot với một đợt thà các cái tay nè chọc với nè bớt sân chi cái này nè cho ốp thon nhom nè cái này ad ốp thon mang tam jack show ở cổ đây that nên total time đó đó cái món nè chăm yêu chẳng nên cho tới can sát trên bây giờ time đó thế នៅពេលដែលយន្តសងបើយើងបានចាត់ការពួកចោអចារ្យនឹងអស់យន្តសងបើយើងក៏បានមកជួបជាមួយស៊ីវូផងដែរហើយយន្តសងនឹងក៏បានសួរដែរថាស៊ីវូនឹងមកយាយគឺជោគជ័យនៅហើយស៊ីវូក៏បានតបទៅកាន់យន្តសងផងដែរថាគឺគេជោគជ័យហើយយន្តសងបើយើងក៏បានប្រាប់ទៅកាន់ស៊ីវូថែមទៀតថាគេក៏ជោគជ័យដែរនៅពេលដែលយន្តសងបើយើងកំពុងតែនិយាយជាមួយអបិស៊ីវូពេលនោះលោកគ្រូយ៉ងឈុលក៏បានដើរកាត់មុខយន្តសងបើយើងហើយលោកគ្រូយ៉ងឈុលក៏បាននិយាយផងដែរថាពិភពលោកមួយនេះគឺគ្មានសិទ្ធិស្មើគ្នាទេយំទៅឲ្យតែអ្នកខ្លាំងតែងតែឈ្នះអញ្ចឹងហើយក៏ពិភពលោកមួយហ្នឹងគឺមិនមែនសម្រាប់តែអ្នកទុនខ្សោយឡើយនៅពេលដែលលោកគ្រូយ៉ងឈុលកំពុងតែដើរទៅហ្នឹងក៏បានជួបជាមួយអបិយ៉ងមីនផងដែរហើយអបិយ៉ងមីនក៏បានប្រាប់លោកគ្រូយ៉ងឈុលតាមតំណើអញ្ចឹងទៅតែលោកគ្រូយ៉ងឈុលក៏បាននិយាយទៅកាន់យ៉ងមីនហ្នឹងថាយ៉ងមីនហ្នឹងត្រូវតែស្ដាប់គាត់ហើយលោកគ្រូយ៉ងឈុលក៏បាននិយាយទៅកាន់អបិយ៉ងមីនហ្នឹងដែរថាអ្វីដែលយ៉ងមីនបានធ្វើហ្នឹងគឺគាត់ដឹងទាំងអស់កាលពីដើមមកហើយឥឡូវហ្នឹងគឺគាត់អត់ចង់និយាយពីបញ្ហាអស់ហ្នឹងទៀតទេអញ្ចឹងហើយលោកគ្រូយ៉ងឈុលក៏បានប្រាប់ទៅកាន់អបិយ៉ងមីនហ្នឹងដែរថាគ្រប់របួសដែលអបិយ៉ងឈុលមានហ្នឹងហើយក៏កូនចៅរបស់វាទាំងអស់ហ្នឹងគឺអបិយ៉ងឈុលត្រូវតែប្រាប់គេថាគឺក្រុមរបស់យ៉ងឈុលហ្នឹងគឺដើរធ្លាក់ពីលើចដើអញ្ចឹងទៅដោយសារតែលោកគ្រូយ៉ងមីនហ្នឹងយ៉ងឈុលហ្នឹងគឺអត់ចង់ឲ្យគេដឹងរឿងអស់ហ្នឹងនោះឡើយហើយណែមួយហ្នឹងគឺលោកគ្រូយ៉ងឈុលហ្នឹងគឺឥឡូវហ្នឹងគឺនៅខ្សែខាងយន្តសងរបស់យើងហើយគឺអត់តណែហូចឡើយឯសាច់រឿងរបស់យើងក៏បានកាត់មកដល់អបិកាង take show វិញនៅពេលនេះអបិកាង take show គឺវាត្រូវគេចាប់ខ្លួនហើយជួមទៅគឺមេវាហ្នឹងគឺអ្នកចាប់វាតែម្ដងហើយមេបងធំវាហ្នឹងក៏បាននិយាយផងដែរថាការងារប្រព័ន្ធហ្នឹងក្មេងប្រព័ន្ធហ្នឹងឲ្យដោះស្រាយមិនកើតអញ្ចឹងហើយឯងមិនសមធ្វើការជាមួយអញឡើយហើយអបិកាង take show ហ្នឹងក៏បានសុំវល់ទៅកាន់មេគេផងដែរគឺឲ្យតួការគេម្ដងទៀតទៅគេនឹងធ្វើការងារមួយហ្នឹងបានសម្រេចគឺគេសន្យាថាមិនភ្លាត់ទៀតឡើយនៅពេលដែលមេគេលឺសូនអញ្ចឹងហើយគឺមេគេហ្នឹងទប់ចិត្តមិនបានលេខក៏ដាក់គេមួយជើងតែម្ដងនៅពេលនេះអបិកាង take show គឺដួលតែម្ដងអាមេគេហ្នឹងមានឈ្មោះថាឆាងស៊ូហើយឆាងស៊ូក៏បាននិយាយផងដែរថាយន្តសងបើយើងហ្នឹងគឺមិនមែនជាក្មេងធម្មតាឡើយមើលទៅវាពិតជាពិបាកចាត់ការណាចឹងហើយគេគួរតែចេញមុខហើយមើលទៅកាត់មកដល់អបិជុងមីននៅពេលនេះអបិជុងមីនវាពិតជាភ័យមែនតើដោយសារតែឃើញសារនៅក្នុងទូរស័ព្ទនេះចឹងហើយអបិជុងមីនក៏បានធ្វើការទៅផ្ទះផងដែរហើយនៅពេលដែលទៅដល់ផ្ទះហ្នឹងគឺត្រូវឪពុករបស់គេហ្នឹងគឺវាយតែម្ដងហើយឪពុករបស់គេហ្នឹងក៏បាននិយាយផងដែរថាគាត់ប្រាប់ហើយថាកុំអោយទៅប៉ះពាល់ជាមួយយន្តសងរបស់យើងតែយងមីនហ្នឹងគឺមិនស្ដាប់គាត់នោះទេឥឡូវគ្រូសារបស់គាត់ហ្នឹងគឺមានបញ្ហាហើយនៅពេលនោះយន្តសងរបស់យើងហ្នឹងក៏បាន call មកកាន់យងមីនឲ្យយងមីនហ្នឹងទៅជួបគេនៅខាងក្រៅអញ្ចឹងគឺគេមានរឿងអីចង់និយាយជាមួយយងមីនហ្នឹងបន្តិចហើយយងមីនហ្នឹងក៏បានមកជួបជាមួយយន្តសងរបស់យើងផងដែរមិនតែប៉ុណ្្នឹងទេយន្តមីនហ្នឹងក៏បានស្នើសុំទៅកាន់យន្តសងគឺឲ្យដល់លែងគេទៅគឺគេឈប់ធ្វើអញ្ចឹងទៀតហើយឲ្យយន្តសងហ្នឹងគឺអភ័យទោសគេផងគឺគេសុំវល់យន្តសងអញ្ចឹងតែយន្តសងរបស់យើងគឺដឹងស្រាប់ហើយគឺមិនមែនជាដល់លែងងាយៗឡើយហើយយន្តសងហ្នឹងក៏បាននិយាយផងដែរថាអូហើយចង់អញដល់លែងអញ្ចឹងមែនគឺវាមិនងាយទេប៉ុន្តែយេដូចជាអាណិតឯងដល់ហើយនេះអញ្ចឹងហើយយើងប្រកាសជាតូកាសឯងមួយទុកផ្លូវឯងមួយដែរហើយយន្តសុនហ្នឹងក៏បានប្រាប់ទៅកាន់អបិយងមីនទៀតដែរថាគឺហ្គេមមួយហ្នឹងគឺគេអត់ប្រាប់យងមីនឡើយគឺគេអត់ប្រាប់មុនឡើយហើយហ្គេមមួយហ្នឹងគឺមានរយៈពេល1ខែបើសិនជាយងមីនហ្នឹងគឺអាចលេងវាដល់1ខែអញ្ចឹងហើយយងមីនគឺអាចរួចខ្លួនហើយមិនតែយងមីនទេសំបីគ្រូសាយងមីនក៏រួចខ្លួនដែរសាច់រឿងក៏បានកាន់មកដល់ថ្ងៃស្អែកនៅពេលដែលយងមីនគឺបានមកស្លាយនៅពេលនោះក៏មានមនុស្សម្នាក់ផងដែរគឺសម្លឹងមើលយងមីនហ្នឹងតែម្ដងដែលមនុស្សម្នាក់នោះគឺជាអាម៉ាប់នឹងឯងនៅពេលដែលចុងមីននឹងកំពុងតែហូបបាយអញ្ចឹងអាម៉ាប់នឹងក៏បានយកទឹកដោះគោនឹងមកចាក់លើក្បាលចុងមីនតែម្ដងហើយក៏បាននិយាយទៅកាន់ចុងមីនដែរថាឯងនៅចាំអត់គឺឯងទេដែលអ្នកធ្វើដែលអញកើតពីមុនចឹងហើយពេលនេះគឺមានឱកាសហើយចឹងហើយអាម៉ាប់ហ្នឹងក៏បានចាក់ទឹកដោះគោទៅកាន់ក្បាលអបិចុងមីនតែម្ដងមិនតែប៉ុណ្្នឹងទេគឺអាម៉ាប់ហ្នឹងគឺបានទះក្បាលចុងមីនមួយដៃហើយអាម៉ាប់ហ្នឹងក៏បានស្ដោះទឹកមាត់ចូលទៅកាន់ហូបរបស់ចុងមីនហើយក៏ខ្សឹបទៅប្រាំចុងមីនថា enjoy your food អាតណៅនៅពេលដែលអបិចុងមីនហ្នឹងដើរទៅបន្ទប់ទឹកក៏មានមនុស្ស2 3នាក់ផងដែរមកបើកទ្វារបន្ទប់ទឹកឲ្យគេអញ្ចឹងហើយធ្វើឲ្យចុងមីនហ្នឹងវាពិតជាភ្ញាក់ផ្អើលប៉ុន្តែអា2 3នាក់ហ្នឹងគឺបានតាក់ជើងចុងមីនដែលធ្វើឲ្យចុងមីនហ្នឹងគឺដួលបាត់ទៅហើយនៅពេលដែលចុងមីនហ្នឹងចេញមកវិញហ្នឹងក៏ត្រូវបានគេគប់ផងដែរគឺមនុស្សមួយក្រុមគប់ចុងមីនតែម្ដងនៅពេលដែលចុងមីននឹងមកដល់ក្នុងថ្នាក់ក៏ត្រូវបានគេបិទគេធ្វើបាបគេបូលីអីចឹងទៅណាហើយអបិចុងមីនក៏បានគេដែរថានេះគឺជាលបែងរបស់យន្តសុងយើងមែនវាពិតជាបំបាក់ធំខ្លាំងនៅពេលដែលចុងមីននេះចេញពីក្រៅថ្នាក់អញ្ចឹងគឺចុងមីននឹងគេត្រូវគេធ្វើបាបម្ដងម្នាក់យល់ទៅធ្វើបាបចុងមីនរហូតដល់ចុងមីនគឺស្ទើរតែទ្រាំលេងបានហើយរំពេចនោះទូរស័ព្ទរបស់ចុងមីនក៏បានលោតសារពីយន្តសុងរបស់យើងផងដែរថាយន្តសុងរបស់យើងហ្នឹងគឺចង់ដូរហ្គេមដោយសារតែឃើញចុងមីន
មានបើយើងហ្នឹងគឺពិតជាពិបាកធំអីអញ្ចឹងហើយយងមីនក៏យល់ព្រមដែរហើយសារជឿនក៏បានកាន់មកដល់អបិយងមីននេះនៅពេលនេះអបិយងមីនក៏បានមើលទៅកាន់ម៉ាតមកកន្លែងផងដែរហើយយងមីនក៏បាននិយាយថែមទៀតថាគេសុខចិត្តធ្វើរឿងបែបនេះប្រសើរជាងឲ្យគេលេងហ្គេមរបស់យន្តសងបើយើងហ្នឹងគឺចំនួន1ខែនៅពេលដែលយងមីនបើយើងចូលទៅដល់ម៉ាតហើយអាសក់លឿនហ្នឹងក៏វាសួរទៅកាន់យងមីនដែរតែយងមីនហ្នឹងត្រូវការអីគេដែរនៅពេលនេះយងមីនបើយើងក៏បានប្រើប្រាស់ដៃបកេចាប់ទាញសក់របស់អាសក់លឿងហើយក៏បានអុកអាសក់លឿងជាមួយនឹងតុកដែលធ្វើឲ្យសក់លឿងពេលនេះគឺដឹងហើយថាម្នាក់ហ្នឹងគឺស៊ិនយងមីនហើយយងមីនហ្នឹងក៏អត់តុកដែរយងមីនក៏បានវាយទៅកាន់អាសក់លឿងមួយដៃតែម្ដងដែលធ្វើឲ្យអាសក់លឿងគឺវាខ្ទប់ទៅហើយយងមីនក៏បាននិយាយថាទៀតថាឯងស្គាល់អញទេអញស៊ិនយងមីនណានៅពេលនេះអាសក់លឿងក៏បានមកនិយាយជាមួយឆានសុកហើយនឹងយន្តតិចផងដែរថាយងមីនហ្នឹងឥឡូវហ្នឹងចង់វាយប្រហារពួកគេអញ្ចឹងហើយអាឆានសុកក៏បានសួរទៅកាន់អាប៉ិសក់លឿងផងដែរថាអាប៉ិសក់លឿងគឺមានគំនិតចង់សម្លាប់ឆានសុកអត់នៅពេលនោះក៏មានសម្លេងមួយផងដែរនិយាយទៅកាន់គេគឺស៊ិនយងមីនរបស់យើងហ្នឹងហើយយងមីនក៏បាននិយាយផងដែរថាពួកឯងហ្នឹងធៀមទៅត្រូវទៅហើយយងមីនក៏ស្ទុះវាប្រហារទៅកាន់ពួកអត់ដៃហ្នឹងមួយដៃម្នាក់មួយដៃតែធ្វើឲ្យពួកវាគឺចឹងទៅដួលអស់ហើយនៅពេលនោះឆានសុកបំរុងតែវាយទៅកាន់យងមីនតែយងមីនរបស់យើងក៏កិច្ចទាន់ហើយក៏ដាក់ឆានសុកមួយដៃថែមទៀតនៅពេលនេះឆានសុករបស់យើងគឺខ្ទាតទៅហើយយងមីនរបស់យើងហ្នឹងក៏អត់ឈប់ធ្វើនឹងដែរហើយក៏បានចាប់បោយសក់ទៅកាន់ឆានសុកហើយក៏និយាយទៅកាន់ឆានសុកថាយើងនឹងធ្វើឲ្យឯងរស់នៅក្នុងស្ថានភាពដូចជានរកអញ្ចឹងហើយយងមីនរបស់យើងក៏បានឡើងជង្គង់ទៅកាន់អបិឆានសុកមួយជង្គង់នៅពេលនេះអបិឆានសុកគឺបានសន្លប់ទៅហើយនៅពេលដែលយងមីននឹងកំពុងតែស្វែងជាមួយការវាយឈរផ្លេចខ្លួនអបសក់ពណ៌លឿងក៏បានស្ទុះមកចាក់យងមីនមួយកំបិតតែម្ដងនៅពេលនេះយងមីនរបស់យើងគឺត្រូវមកកំបិតហើយក៏បានដួលស្លាប់នៅកន្លែងហ្នឹងទៅហើយកាត់មកដល់ពេលផឹកវិញហើយសិស្សសាលាប្រហែលអ្នកក៏កំពុងតែនិយាយពីយងមីនថាយងមីនត្រូវបានគេចាក់ហើយក៏បានដេកពេទ្យដេកអីអញ្ចឹងទៅណាអ្នកនរគ្នាក៏លេចមកមើលអបិឆាងបឹមវិញនៅពេលនេះអបិឆាងបឹមកំពុងតែនិយាយទូរស័ព្ទជាមួយយន្តសងពិភាក្សាជាមួយយន្តសងរឿងមួយចំនួននេះអញ្ចឹងទៅប៉ុន្តែអបិឆាងបឹមគឺវាអត់ចាប់អារម្មណ៍នោះទេថាយន្តសងរបស់យើងនឹងកំពុងតែសង្កេតមើលវាពីលើហ្នឹងហើយសារច្រើនក៏បានឲ្យយើងឃើញផងដែរថាមានមនុស្សម្នាក់កំពុងតែចងដែកបំរុងតែលើកដែកនឹងឡើងទៅលើហើយពេលនោះក៏មានមនុស្សម្នាក់ផងដែរអង្គុយនៅពីក្រោមហ្នឹងពេលដែលដែកនឹងឡើងទៅដល់លើគឺបានធ្លាក់សង្កត់ទៅកាន់អបិហ្នឹងតែម្ដងដែលធ្វើឲ្យអ្នកគ្រប់គ្នាពិតជាភ័យស្លន់ស្លោហើយកម្មករនៅក្បែរហ្នឹងបំរុងតែខលហៅ911នៅពេលនោះក៏មានមនុស្សម្នាក់ផងដែរថាឲ្យកម្មករទាំងអស់ហ្នឹងគឺកុំហៅអីគឺត្រូវតែប្រាប់ទៅអ្នកគ្រប់គ្រងជាមុនសិនក៏លេចមកមើលអានតំណើបឆាងបឹមវិញនៅពេលនេះវាកំពុងតែធ្វើការវាធម្មតាអញ្ចឹងទៅណាអ្នកនរគ្នាវាអត់ដឹងខ្យល់អីនោះទេថាមានបញ្ហាកើតឡើងអញ្ចឹងហើយវាក៏បានទៅសម្រាប់ផឹកស្រាជក់បរិយអីអញ្ចឹងទៅនៅពេលនោះវាបំរុងតែចេញទៅវិញហើយវាក៏ចេញមកក៏បានឃើញជាមួយនឹងហេតុការណ៍ទាំងអស់ហ្នឹងហើយអបិឆាងបឹមក៏បានសួរទៅកម្មករទាំងអស់ហ្នឹងដែរថាមានបញ្ហាអីកើតឡើងហើយវាសួរថាអាណាគេជាអ្នកធ្វើកន្លែងហ្នឹងហេតុអីក៏បណ្ដាលឲ្យកន្លែងហ្នឹងបែកបាក់អីអញ្ចឹងទៅធ្វើកន្លែងហ្នឹងអត់ជាប់អត់បានល្អអីអញ្ចឹងទៅដល់ធ្វើអបិឆាងបឹមវាពិតជាស្ដីឲ្យខ្លាំងមែនទែនហើយឆាងបឹមក៏បានសួរទៅកាន់អបិថាតើមូលហេតុអីបានជាវានឹងអត់ហៅឡានសង្គ្រោះបន្ទាន់មកនៅពេលដែលកម្មករនឹងត្រូវលបួសអញ្ចឹងហើយអបិមួយហ្នឹងក៏បានឆ្លើយទៅកាន់ឆាងបឹមវិញថាដោយសារតែពួកទាំងអស់ហ្នឹងក៏តែជាកំហុសរបស់គេចឹងប៉ុណ្្នឹងឯងអញ្ចឹងហើយបានជាគេអត់ហ៊ានហៅឡានពេទ្យមកអញ្ចឹងហើយអបិឆាងបឹមហ្នឹងក៏ប្រាប់ឲ្យគេហៅឡានពេទ្យដើម្បីតែសង្គ្រោះកម្មករនឹងឯងនៅពេលនោះឡានពេទ្យក៏មកដល់កម្មករហ្នឹងក៏បានទៅពេទ្យជាបន្ទាន់ហើយអបិឆាងបឹមហើយអបិឆាងសុកប្អូនរបស់គេហ្នឹងក៏ត្រូវបានមយ៉ងជីនហ្នឹងខលទៅកាន់ផងដែរនៅពេលដែលឆាងបឹមហ្នឹងបានទៅដល់កន្លែងលោកម្យ៉ងជីននេះឆាងបឹមហ្នឹងក៏បានមើលកាសែតព័ត៌មានមួយផងដែរដែលបានចុះផ្សាយពីក្រុមហ៊ុនរបស់គេហ្នឹងហើយលោកម្យ៉ងជីនហ្នឹងក៏បាននិយាយទៅកាន់ឆាងសុកហើយនឹងឆាងបឹមផងដែរថានៅពេលនេះក្រុមហ៊ុនរបស់យើងកំពុងតែមានបញ្ហាគឺភាគហ៊ុនទាំងអស់ត្រូវធ្លាក់ចុះយកតែម្ដងហើយលោកម្យ៉ងជីនហ្នឹងក៏បាននិយាយថែមទៀតថាពេលនេះឆាងបឹមរបស់យើងហ្នឹងគឺធំនឹងក្តីហើយគឺគេចេះទទួលខុសត្រូវចំពោះការងារដែលគេបានធ្វើអញ្ចឹងហើយសារជារបស់យើងក៏បានកាត់មកដល់គ្រួសារជនរងគ្រោះហើយនៅពេលនេះក្រុមហ៊ុនរបស់ម្យ៉ងជីនហ្នឹងគឺឆាងបឹមហ្នឹងគឺបានមកសុំទោសគ្រួសារជនរងគ្រោះអញ្ចឹងហើយឆាងបឹមហ្នឹងក៏បាននិយាយទៅកាន់គ្រួសារជនរងគ្រោះផងដែរថាការព្យាបាលការដេកនៅពេលទាំងប្រមាណហ្នឹងគឺគេជាអ្នកចេញមិនតែប៉ុណ្្នឹងទេក្រុមហ៊ុនគេនឹងសងសំណងផងដែរគឺ500លានវ៉ុនកាត់មកដល់ថ្ងៃស្អែកហើយពេលនេះលោកម្យ៉ងជីនក៏បានប្រកាសផងដែរថាពេលនេះគឺឆាងបឹមនឹងបានក្លាយជាប្រធានបន្ទាប់ពីគាត់ហើយចំពោះអ្នកដែលធ្វើការនៅក្នុងក្រុមហ៊ុនម្យ៉ងជីនគឺបានអបអរទៅកាន់ឆាងបឹមមែនទែនហើយឆាងបឹមក៏អោនគោរពទៅកាន់អ្នកទាំងអស់គ្នាវិញផងដែរថាជួយណែនាំផងដល់ពេលនេះឆាងបឹមក៏បានមកជួបជាមួយយុវសាលាផងដែរហើយក៏ឆាងបឹមក៏បានអរគុណទៅកាន់យុវសាលាផងដែរដែលមិននិយាយពីគេអញ្ចឹងហើយឆាងបឹមក៏បានជួបនិយាយជាមួយយន្តសងរបស់យើងផងដែរហើយឆាងបឹមក៏អរគុណទៅកាន់យន្តសងរបស់យើងអ្វីៗគ្រប់យ៉ាងគឺដោយសារតែយន្តសងរបស់យើងជាអ្នកជួយទាំងអស់ហើយឆាងបឹមក៏បានតបទៅកាន់យន្តសងវិញថាបើសិនជាយន្តសងចាំបាច់អីគឺគេអាចឲ្យទាំងអស់ចាប់ពីពេលហ្នឹងទៅហើយយន្តសងរបស់យើងក៏បានសួរទៅកាន់ឆាងបឹមវិញថាតើលោកហ៊ានចំណាយប្រមាណមកលើខ្ញុំក៏លេចមកមើលលោកគ្រូយន្តឈុលវិញនៅពេលនេះលោកគ្រូយន្តឈុលក៏បានប្រកាសទៅកាន់សិស្សផងដែរថាចំពោះអ្នកដែលរៀនបកាយគឺ
អាចបានអាហារូបករណ៍ 100% គឺ 1,000,000 វ៉ុន ហើយលោកគ្រូចុងឈុលក៏បានអបអរសាទរទៅកាន់យន្តសមយើងផងដែរដែលទទួលបានអាហារូបករណ៍នឹងអញ្ចឹងកាត់មកដល់អប៉ែជីនវូវិញនៅពេលនេះពួកវានឹងកំពុងទៅដើរសប្បាយនិយាយគ្នាសប្បាយអញ្ចឹងទៅនៅពេលនោះអប៉ែជីនវូក៏បានក្លេកឃើញយន្តសមបើយើងហើយអប៉ែយន្តសមបើយើងនឹងក៏បានបកដៃហៅជីនវូតែគេចង់មានរឿងនិយាយជាមួយអប៉ែជីនវូនឹងហើយយន្តសមបើយើងក៏បាននិយាយប្រមាណម៉ាត់ផងដែរទៅកាន់អប៉ែមីងហូនឹងប៉ុន្តែសាច់រឿងគឺគេមិនបានប្រាប់ទេថាយន្តសមបើយើងគឺបាននិយាយអីទៅកាន់អប៉ែមីងហូនឹងបន្ទាប់មកអប៉ែមីងហូនឹងក៏បានទៅប្រាប់ទៅកាន់អប៉ែសុងហូផងដែរថាយន្តសមបើយើងគឺទទួលបានអាហារូបករណ៍ចំនួន 1,000,000 វ៉ុនបន្ទាប់មកយើងក៏បានឃើញអប៉ែសុងហូនឹងក៏បានមកឆ្កាត់ជួបយន្តសមបើយើងហើយវាក៏បានស្នើសុំទៅកាន់យន្តសមបើយើងផងដែរថាឲ្យជួយវាអញ្ចឹងណាគឺវាត្រូវការលុយខ្លាំងណាស់ឥឡូវហ្នឹងអញ្ចឹងយន្តសមបើយើងក៏អត់ទាស់ផងដែរគឺយន្តសមបើយើងគឺមានលក្ខខណ្ឌមួយដើម្បីឲ្យវាធ្វើបើសិនជាវាធ្វើជោគជ័យអញ្ចឹងគឺយន្តសមបើយើងនឹងផ្ដល់លុយវាហើយក៏ជួយវាផងដែរចប់ហើយអ្នកនរចប់ហើយកុំភ្លេចប៉ាកាហ្វេ admin ផងអ្នកនរបាយបាយ